រឿងស្រមោលក្នុងកញ្ចក់សុភ័ណ្ឌជានិស្សិតផ្នែកប្រវត្តិសាស្ត្រម្នាក់ដែលចូលចិត្តប្រមូលទិញវត្ថុបុរាណប្លែកៗថ្ងៃមួយគេបានទៅដើរលេងនៅផ្សារចាស់មួយកន្លែងហើយបានជួបនឹងតាយាយលក់ដូរម្នាក់ដែលបានហុចកញ្ចក់លង្ហិនបុរាណមួយឲ្យគេក្នុងតម្លៃថោកខុសធម្មតាកញ្ចក់នោះមានឆ្លាក់រូបរាងសត្វក្អែកនិងមានស្នាមឆូតក្រហមដូចឈាមនៅគែមជញ្ជាំងតាចាស់នោះបានខ្សឹបប្រាប់សុភ័ណ្ឌថាកញ្ចក់នេះធ្លាប់ជារបស់គ្រូធ្មប់ម្នាក់កាលពីសម័យមុនហាមឆ្លុះវានៅពេលយប់ងងឹតបើគ្មានពន្លឺភ្លើងទៀនដាច់ខាតដោយសារតែគិតថាវាគ្រាន់តែជាពាក្យបំភ័យសុភ័ណ្ឌបានយកកញ្ចក់នោះមកព្យួរនៅក្នុងបន្ទប់ដេករបស់ខ្លួនដោយមិនបានចាប់អារម្មណ៍ពីគ្រោះថ្នាក់ឡើយយប់ទី1ម៉ោងប្រហែល12អាធ្រាត្រសុភ័ណ្ឌបានក្រោកពីដេកដើម្បីទៅផឹកទឹកពេលគេដើរកាត់កញ្ចក់លង្ហិននោះគេស្រាប់តែមានអារម្មណ៍ថាខ្យល់ក្នុងបន្ទប់ប្រែជាត្រជាក់ស្រិបគេបានងាកទៅមើលកញ្ចក់អ្វីដែលគួរឲ្យព្រឺក្បាលបំផុតនោះគឺរូបភាពនៅក្នុងកញ្ចក់មិនមែនជាគេកំពុងឈូផឹកទឹកឡើយវាជារូបភាពមនុស្សស្រីម្នាក់ស្លៀកពាក់ខ្មៅសក់វែងក្រញ៉ៃក្រញ៉ៅបាក់កទៅម្ខាងហើយភ្នែករបស់នាងមានតែក្របភ្នែកពណ៌សក្បោះគ្មានប្រុសស្រីភ្នែកខ្មៅទេនាងកំពុងតែលើកដៃឡើងធ្វើកាយវិការហៅសោភ័ណ្ឌឲ្យដើរចូលទៅរកកញ្ចក់នោះសោភ័ណ្ឌភ័យខ្លាំងណាស់ក៏ដួលបោកនឹងដីរួចប្រញាប់បើកភ្លើងភ្លាមពេលភ្លើងភ្លឺរូបភាពក្នុងកញ្ចក់ក៏ប្រែមកជាធម្មតាវិញចាប់ពីយប់នោះមកសោភ័ណ្ឌមិនអាចដេកលក់ឡើយជារៀងរាល់យប់គេតែងតែឮសំឡេងខ្សឹបចេញពីក្នុងកញ្ចក់ហៅឈ្មោះគេជានិច្ចសោភ័ណ្ឌចូលមកជួយរំដោះអញសំឡេងនោះមានអំណាចម្យ៉ាងដែលអាចធ្វើឲ្យចិត្តរបស់សោភ័ណ្ឌវង្វេងវង្វាន់មិត្តភ័ក្តិរបស់គេចាប់ផ្ដើមកត់សម្គាល់ឃើញថាភ្នែករបស់សោភ័ណ្ឌប្រែជាស្លុកខ្មៅជុំវិញភ្នែកហើយគេតែងតែអង្គុយសម្លឹងមើលកញ្ចក់នោះរាប់ម៉ោងដោយមិននិយាយស្ដីជាមួយអ្នកណាឡើយធៀបពិតវិញ្ញាណស្រីធ្មប់ដែលនៅក្នុងកញ្ចក់កំពុងតែព្យាយាមបឺតជញ្ជក់យកព្រលឹងនិងកម្លាំងជីវិតរបស់សោភ័ណ្ឌបន្តិចម្ដងដើម្បីឲ្យនាងអាចមានរូបរាងពិតប្រាកដឡើងវិញយប់មួយខណៈមេឃកំពុងតែមានផ្គររន្ទះបាញ់ខ្លាំងភ្លើងនៅក្នុងផ្ទះបានរលត់ងងឹតស្លុបសោភ័ណ្ឌដូចជាមនុស្សបាត់បង់ស្មារតីគេបានដើរទៅឈរនៅពីមុខកញ្ចក់រួចលើកដៃទៅប៉ះនឹងផ្ទៃកញ្ចក់លង្ហិននោះរំពេចនោះផ្ទៃកញ្ចក់ដែលរឹងស្រាប់តែប្រែជាទន់ល្វើយដូចជាទឹកដៃរបស់ស្រីធ្មប់នោះបានលូកចេញពីក្នុងកញ្ចក់មកចាប់កញ្ចឹងកសោភ័ណ្ឌយ៉ាងណែនហើយទាញគេចូលទៅក្នុងកញ្ចក់បន្តិចម្ដងសោភ័ណ្ឌដឹងខ្លួនឡើងវិញទាំងភាពឈឺចាប់គេព្យាយាមរើបំរាស់និងស្រែកឲ្យគេជួយផងខ្ញុំមិនចង់ចូលទៅទេប៉ុន្តែគ្មានអ្នកណាឮឡើយពន្លឺរន្ទះបានជួយឲ្យឃើញផ្ទៃមុខដ៏រលួយនិងស្នាមញញឹមដ៏គួរឲ្យរន្ធត់របស់ស្រីធ្មប់ពេលនាងកំពុងតែលេបត្របាក់ព្រលឹងរបស់គេព្រឹកឡើងមិត្តភ័ក្តិរបស់សោភ័ណ្ឌបានមកលេងផ្ទះព្រោះតាក់ទងគេមិនបានពួកគេបានធ្លាយទ្វារចូលមកឃើញតែបន្ទប់ដេកស្ងាត់ជ្រងំសោភ័ណ្ឌបានបាត់ខ្លួនដោយគ្មានសល់ដានអ្វីដែលនៅសល់គឺមានតែដបទឹកដែលធ្លាក់បែកនៅលើឥដ្ឋប៉ុន្តែពេលពួកគេងាកទៅមើលកញ្ចក់លង្ហិនបុរាណនោះពួកគេសឹងតែគាំងបេះដូងនៅក្នុងកញ្ចក់មានរូបសោភ័ណ្ឌកំពុងតែឈរយំស្រែកនិងយកដៃគូសកញ្ចក់ពីខាងក្នុងដើម្បីសុំចេញមកក្រៅស្របពេលដែលស្រមោលសៃធ្មប់ឈរពីក្រោយគេទាំងសើចក្អាកក្អាយអ្នកភូមិបានយកកញ្ចក់នោះទៅប្រគល់ឲ្យលោកគ្រូចៅអធិការវត្តដើម្បីធ្វើពិធីសូត្រមន្តចាក់សោវិញ្ញាណទុកដើម្បីកុំឲ្យវាអាចចេញមកធ្វើបាបមនុស្សតទៅទៀតសាច់រឿងនេះចង់អប់រំថាវត្ថុខ្លះយើងមិនដឹងពីប្រភពច្បាស់លាស់មិនគួរយកមកដាក់ក្បែរខ្លួនឡើយព្រោះភាពចង់ដឹងចង់ឃើញនិងការមិនស្ដាប់ពាក្យព្រមានអាចនាំមកនូវសោកនាដកម្មដែលគ្មានផ្លូវត្រឡប់ក្រោយ